សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ប្លុកការរៀនចិញ្ចឹមបង្កងរបស់ខ្ញុំទាំងអស់គ្នាជាដំបូងយើងត្រូវការដើររកកំប្លោកឬក៏ចកនៅជិតតែបងប្អូនហើយយើងសម្អាតវាឲ្យបានស្អាតទៅដើម្បីកុំឲ្យនៅពេលដែលយើងដាក់ទៅវាក៏ខ្វក់ទឹករបស់យើងហើយបន្តមកទៀតយើងអាចកាត់សម្អាតវានៅកន្លែងណាដែលវាងាប់អញ្ចឹងហើយមានណាបងប្អូនថាតយកតែកំប្លោកទេតែមកមានទាំងក្តាមមក4-5ក្បាលទៀតហើយបន្ទាប់ពីយើងបានលាងសម្អាតកំប្លោកស្អាតកាត់វាស្អាតរួចរាល់ហើយយើងយកវាមកដាក់នៅក្នុងទឹកដែលយើងបានរៀបចំទុកហើយនេះក៏បានមកដល់ទីបញ្ចប់សម្រាប់វីដេអូទី1របស់ខ្ញុំក្នុងការចាប់ផ្ដើមការចិញ្ចឹមបង្កងបើសិនជាមានកំហុសខុសឆ្គងឬក៏ខ្វះខាតនៅត្រង់កន្លែងណាមួយសូមបងប្អូនជួយផ្ដល់យោបល់និងអាច leave ជា comment នៅខាងក្រោមដែលសារតែខ្ញុំអត់បានរៀនចិញ្ចឹមបង្កងពីកន្លែងណាមកទេគឺខ្ញុំគ្រាន់តែមើលនៅក្នុង YouTube និងចង់ចិញ្ចឹមចឹងជាចុងក្រោយក៏អរគុណដល់បងប្អូនទាំងអស់គ្នាដែលបានតាមដាននៅវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណ